dương thử kích bị côn ở phim còn tay ca rước từ bốn thử kích bị côn ở vốt ở bàn cho bà lúa tivi khiêm cân che cái miền à fast track vô rùa bồn thể hiện châu bẹ sạ people thể hiện cái miền rùa bồn pi thì muối bờ long châu hiện buôn cho nam thì pi thưa thể hiện bay buôn bẹm cho nam châu từ vẹt khay bầm bay đạp kheหรือปีนดับแค่hai bờ long ai chọt từ dân chung kết tha khủ cách sân giá bao dương chỉ phải nẹt nơi mua là tha nó dương bà họ nẹt bị kéo bị chun từ hai ở nơi nẹt ta nơi nông dẹp con bên con vớt mà dẹp mẹ ơi từng ói còn ta lẹ khănในការប្រឡងយើងតិចជាងការប្រឡងផ្សេងដោយសារគាត់មានបង្រៀនឧទាហរណ៍គាត់បង្រៀនយ៉ាងហោចណាស់4ឆ្នាំហើយគាត់ត្រូវមកបដោះគឺថាប្រឡងមកកម្រិតដើម្បីយើងមើលតេស្តកម្រិតណាមួយទៅមិនមែនកម្រិតស្តង់ដារហើយបញ្ជូនគាត់ទៅរៀន2ឆ្នាំឬមួយក៏8 10ខែបានហើយមិនបាច់រៀន4ឆ្នាំទេដើម្បីយកក្របខ័ណ្ឌគ្រូបឋមបាទឲ្យក្រសួងគិតគូរមើលរឿងហ្នឹងទៅព្រោះឥឡូវយើងមានគ្រូដែលប្រឡងតែពិបាកបញ្ជូននៅពេលដែលគ្រូដែលកំពុងបង្រៀនស្ម័គ្រចិត្តក៏អត់ចូលបានវិធីបញ្ចូលនឹងយើងធានាបើណាមកព្រួយបានសัตว์ពីរលោកគ្រូនៅនោះគាត់នៅស្រាប់គាត់អត់ទៅណាទេឪពុកម្ដាយប្រពន្ធកូនប្តីទៅនោះហើយទី2យើងមានតេស្តមានបដោះបដាលគ្រប់គ្រាន់ព្រោះវគ្គជួនកាលយើងរៀន4ឆ្នាំបង្រៀនលោកគ្រូថ្មីចេញពីសាលាអត់ទាន់ចេះរបៀបបង្រៀនអីតែលោកគ្រូនោះគាត់3ឆ្នាំគាត់ឆ្អិនហើយរបៀបបង្រៀនមេរៀននឹងកាត់ចោលដល់ទៅមិនបាច់បង្រៀនគេថាមិនបាច់បង្រៀនត្រីឲ្យចេះហែទឹកបង្រៀនរបៀបគាត់រឿងផ្សេងបាទសម្រាប់នេះបន្ថែមខ្ញុំគិតថាឲ្យក្រសួងអប់រំមិនមែនគិតទេបទបញ្ជាឲ្យធ្វើតែម្ដងក្រសួងមុខងារសាធារណៈជាមួយក្រសួងអប់រំទៅធ្វើម៉េចគិតគូររឿងក្របខ័ណ្ឌឲ្យគិតគូរពីលក្ខខណ្ឌទៅលោកគ្រូដែលគាត់បង្រៀននៅក្នុងទីហោលើសពី4ឆ្នាំឬមួយក៏អីចឹងទៅមកជាភាពទៅពុកគាត់មានសិទ្ធិឬមួយក៏3ឆ្នាំឲ្យគិតគូរខ្ញុំអត់ដឹងមិនមែនទំចូល1ឆ្នាំដើម្បីយកច្រកទេគាត់នៅក្នុងគាត់ចាក់គ្រឹះឲ្យពាក្យច្រើន4ឆ្នាំមើលគុណវុឌ្ឍហើយមានវគ្គខ្លីមួយមិនមែនវគ្គខ្លី6ខែទេវគ្គខ្លីអាចថាមកគ្រប់ល្មមសម្រាប់បំពេញឲ្យទៅលោកគ្រូបឋមពោះបាទអញ្ចឹងសម្រាប់លោកគ្រូបឋមខ្ញុំគិតថាទី1អ្នកគ្រូពាក្យច្រើនកងត្រាហ្នឹងគឺលោកគ្រូបឋមទេអ្នកគ្រូបឋមទេព្រោះថ្នាក់វិទ្យាល័យអនុវិទ្យាល័យយើងអត់មានទេព្រោះត្រូវការបដោះបដាលមានគុណវុឌ្ឍច្បាស់លាស់បាទ12បូកប្រមាណអញ្ចឹងទៅឥឡូវសិតតែ12បូក4យ៉ាងហោចណាស់អញ្ចឹងសម្រាប់យើងដោះស្រាយបញ្ហានេះបាទនៅនឹងកុំឲ្យពិបាកសួរអីឥឡូវណា